សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិប្រទេសអ៊ុយក្រែនចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងពីបារាំង100គ្រឿងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានចុះហត្ថលេខាលើសេចក្តីប្រកាសការពារជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅថ្ងៃទី17ខែវិច្ឆិកាដោយបដិញ្ញាចិត្តទិញយន្តហោះចម្បាំង Dassault Rafale F4 ចំនួន100គ្រឿងត្រឹមឆ្នាំ2035កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនៅប្រព័ន្ធការពារផ្ទៃអាកាស SAMT រ៉ាដា មីស៊ីលអាកាសប្រឆាំងអាកាសនិងគ្រាប់បែកពីអាកាសពីឧស្សាហកម្មការពារជាតិរបស់បារាំងកិច្ចព្រមព្រៀងនេះគូសបញ្ជាក់ពីជំហានសំខាន់មួយក្នុងការខិតខំប្រឹងប្រែងរបស់អ៊ុយក្រែននៅក្នុងការធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួនក្នុងអំឡុងការឈ្លានពានបន្តរបស់រុស្ស៊ីដោយបន្ថែមទៅលើយន្តហោះចម្បាំង F16 ដែលបានទទួលពីមុនពីប្រទេសដាណឺម៉ាកនិងហូឡង់ការចុះហត្ថលេខានេះបានកើតឡើងក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោក Zelensky ដើម្បីពង្រឹងការគាំទ្រសម្រាប់អ៊ុយក្រែនជាពិសេសទាក់ទងនឹងតម្រូវការការពារនៅក្នុងរដូវរងានិងការការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីទៅលើបណ្ដាញថាមពលអគ្គិសនីអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ